ឡើងកងបរានមកព្រឹងហើយដល់ពុកមកហើយបានសោះនេះឡើងកងបរានបានមកព្រឹងបរានបាត់ទៅក្រោយហើយមករងមកឲ្យបាច់ក្របបាច់ទុកទៀតហើយបាត់ងន់តែ100 គីឡូ150ហ្នឹងទៅយកកងជប៉ុនណាក្មេងกันទីទៅរៀនហ្នឹងអូយរៀនខ្លាំងដុតប្រក់នឹងអាណាវត្តដើរថយក្រោយមកវិញអញ្ចឹងទៅមកប្រើកងបុរាណវិញបរានវិញដាច់ដុំនេះវាយូរពេកហើយហើយចង់ត្រីដាក់ជើងជប៉ុនឲ្យយកទៅប្រើផ្ដោះអត់ណាកំណាចាំកំណាយករោបានបើថារឿងធ្វើអានោះវិញធ្វើមិនកើតទេអញធ្វើកើតតាមបានទិញដុំថ្មីយកមកក៏មិនងាយធ្វើខ្ញុំធ្វើសាកមើលវិញច្បាស់ក៏បានទៀតឥឡូវនេះមកប្រើជើងជប៉ុននេះហ្នឹងគាត់ដាក់កម្មទូចលោកកែទេគាត់ថាគាត់ដាក់កម្មធំយកស្វានដុំទៀតជើងកងបរានជើងក្រោយវិញនោះបាទដុំហើយកែដាក់ដុំថ្មីចាស់ពេកដល់ដល់កម្មចាញ់